គុណលឹះនិងបច្ចេកទេសនៅក្នុងការផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅដល់កូនដែលមានអាយុក្រោម5ឆ្នាំក្នុងនាមជាឪពុកឬមួយក៏ក្នុងនាមជាម្ដាយដែលមានការងាររវល់ច្រើនតែងតែមានអារម្មណ៍ថាអូមានសម្ពាធពីព្រោះថាត្រូវធ្វើសកម្មភាពជាច្រើនធ្វើរឿងជាច្រើនត្រូវព្យាយាមថ្លឹងថ្លែងរវាងការដែលទៅធ្វើការខាងក្រៅក៏ដូចជាការមើលថែទាំកូនក៏ប៉ុន្តែនៅក្នុងវីដេអូមួយនេះនាងខ្ញុំនឹងចែករំលែកនៅគន្លឹះក៏ដូចជាវិធីសាស្ត្រមួយចំនួនដែលយើងអាចធ្វើជាមួយកូនយើងដើម្បីជំរុញនៅទំនាក់ទំនងបង្កើតក្តីស្រឡាញ់ទោះបីជាពួកគាត់ជាក្មេងដែលមានការអភិវឌ្ឍល្អឬមួយក៏ជាក្មេងដែលមានពិការភាពក៏ដោយហើយទោះបីជាស្ថិតនៅក្នុងថ្ងៃដែលមមាញឹកបំផុតនៅក្នុងជីវិតរបស់យើងក៏ដោយចាហើយគន្លឹះទី1នោះគឺការកំណត់ពេលវេលាដែលមានគុណភាពមិនចាំបាច់ថាត្រូវតែចំណាយពេលវេលាច្រើនទេពេលខ្លះយើងប្រើពេលវេលាត្រឹមតែ2 3នាទី5នាទី10នាទីចំណាយពេលជាមួយកូនយើងអានសៀវភៅដែលពួកគាត់ចូលចិត្តឬមួយក៏លេងល្បែងសាមញ្ញជាមួយពួកគាត់ឬសូម្បីតែជាការចាប់ដៃរបស់ពួកគាត់ដែលធ្វើឲ្យពួកគាត់មានអារម្មណ៍ថាស្និទ្ធស្នាលនិងបង្កើនភាពកក់ក្ដៅនិងទំនុកចិត្តរបស់ពួកគាត់លើសពីនេះទៅទៀតណាលោកប៉ាអ្នកម៉ាក់គួរចេះគប្បីជ្រើសរើសនៅសៀវភៅឬមួយក៏ល្បែងកម្សាន្តណាដែលស្របទៅនឹងការអភិវឌ្ឍក៏ដូចជាគេហៅថាសមត្ថភាពនិងពិការភាពផ្សេងៗរបស់កូនយើងផងដែរឧទាហរណ៍ថាបើសិនបើពួកគាត់មានវិបត្តិនៅក្នុងការមើលឃើញដែលគាត់មើលអត់ឃើញឬក៏ពិបាកមើលឬមួយក៏យ៉ាងណានោះយើងអាចជ្រើសរើសយកនៅរបស់លេងឬមួយក៏សៀវភៅដែលយើងអាចស្ទាបដឹងនៅទ្រង់ទ្រាយឬមួយក៏ឧបករណ៍សម្ភារៈលេងមួយចំនួនដែលអាចផ្ដល់នៅសំឡេងបានអញ្ចឹងអ្នកទាំងអស់គ្នាត្រូវចងចាំថាក្មេងទាំងអស់មិនថាជាក្មេងដែលមានការលូតលាស់អភិវឌ្ឍល្អឬមួយក៏ក្មេងដែលមានពិការភាពទេគឺពួកគាត់លូតលាស់តាមរយៈការលេងចាហើយគន្លឹះទី2នោះគឺពាក់ព័ន្ធជាមួយនឹងការប៉ះពាល់រាងកាយបែបវិជ្ជមានអញ្ចឹងការប៉ះពាល់រាងកាយបែបវិជ្ជមានហ្នឹងណាវាគឺជាសកម្មភាពដ៏សែនសាមញ្ញមួយក៏ប៉ុន្តែវាមានឥទ្ធិពលខ្លាំងនៅក្នុងការផ្ដល់ក្តីស្រឡាញ់និងភាពកក់ក្ដៅទៅកាន់កូនតូចៗរបស់យើងឧទាហរណ៍ដូចជាការអោបការថើបពួកគាត់ឬក៏សូម្បីតែជាការអង្អែលក្បាលឬក៏កាន់ដៃពួកគាត់ហ្នឹងណាវាអាចកើតឡើងនៅក្នុងពេលណាមួយប្រចាំថ្ងៃក៏បានដែរឧទាហរណ៍បើសិនជានាងខ្ញុំជាម្ដាយផ្ទាល់នេះណាគឺភាគច្រើនគឺត្រឡប់មកពីកន្លែងធ្វើការវិញអញ្ចឹងដើរចូលផ្ទះមករត់មកអោបគាត់ថើបគាត់អាហ្នឹងហើយគឺជាអ្វីដែលយើងអាចផ្ដល់នៅគេហៅថាភាពកក់ក្ដៅនិងក្តីស្រឡាញ់ទៅពួកគាត់បានទោះបីជាពេញមួយថ្ងៃហ្នឹងគឺជាថ្ងៃដែលរវល់ខ្លាំងសម្រាប់ពួកយើងក៏ដោយក៏ប៉ុន្តែត្រូវចងចាំចំណុចមួយបើសិនបើកូនតូចៗរបស់យើងហ្នឹងពួកគាត់មានបញ្ហាផ្នែកញៀនណាមួយត្រូវចងចាំថាក្មេងមួយចំនួនដែលមានពិការភាពឬមួយក៏មានបញ្ហាផ្នែកញៀនណាពួកគាត់អាចត្រូវការប៉ះពាល់រាងកាយហ្នឹងបែបថ្នមគាត់អត់ចូលចិត្តរបៀបថាទៅបលែងទៅលេងទៅកញ្ញិចគាត់ទេហើយគន្លឹះទី3នោះគឺជាសកម្មភាពតូចក៏ប៉ុន្តែជាប្រចាំអញ្ចឹងយើងអាចជ្រើសរើសជាការច្រៀងចម្រៀងបំពេពួកគាត់មុនចូលគេងឬមួយក៏ជ្រើសរើសយកពេលវេលាសមស្របណាមួយដែលយើងគិតថាជាពេលវេលាដែលយើងអាចផ្ដល់ឲ្យពួកគាត់ប្រចាំថ្ងៃបានណាដោយផ្ដល់នៅការញ៉ាំអាហារសម្រន់ជាមួយពួកគាត់អីអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងបង្កើតទម្លាប់ឬមួយក៏សកម្មភាពតូចក៏ប៉ុន្តែជាប្រចាំវាធ្វើឲ្យពួកគាត់មានអារម្មណ៍ថាពួកគាត់នៅតែទទួលបានក្តីស្រឡាញ់និងការយកចិត្តទុកដាក់ពីឪពុកម្ដាយទោះបីជាថ្ងៃនោះគឺជាថ្ងៃដែលឪពុកម្ដាយរវល់ឬមួយក៏មមាញឹកយ៉ាងណាក៏ដោយហើយមួយទៀតការបង្កើតនៅទម្លាប់ជាប្រចាំបែបហ្នឹងក៏អាចជួយពួកគាត់ផងដែរអញ្ចឹងនៅពេលដែលយើងបង្កើតនៅទម្លាប់ប្រចាំថ្ងៃបែបហ្នឹងវាអាចជួយឲ្យពួកគាត់ដឹងថាតើប្រចាំថ្ងៃគាត់រំពឹងទុកថាគាត់នឹងទទួលបានអីហើយគាត់យល់ដឹងអំពីទម្លាប់ដែលគួរគប្បីធ្វើជារៀងរាល់ថ្ងៃហើយគន្លឹះទី4នោះគឺការលើកទឹកចិត្តការបង្ហាញអារម្មណ៍អញ្ចឹងជាទូទៅយើងគួរតែលើកទឹកចិត្តនៅក្នុងការឲ្យពួកគាត់បង្ហាញនៅអារម្មណ៍ពិតរបស់ពួកគាត់ទោះបីជាពួកគាត់ជាក្មេងដែលមានការលូតលាស់ត្រឹមត្រូវឬមួយក៏ពួកគាត់ស្ថិតនៅក្នុងពិការភាពណាមួយក៏ដោយអញ្ចឹងយើងលើកទឹកចិត្តឲ្យពួកគាត់បង្ហាញនៅអារម្មណ៍ពិតរបស់ពួកគាត់ទោះបីជាពួកគាត់កំពុងតែសប្បាយចិត្តឬមួយក៏ពួកគាត់មិនសប្បាយចិត្តក៏ដោយអញ្ចឹងយើងអាចនិយាយទៅកាន់ពួកគាត់ថាហ្នឹងហើយប៉ាម៉ាក់ដឹងថាកូនអត់សប្បាយចិត្តទេក៏ប៉ុន្តែកូនកុំបារម្ភអីទាំងប៉ាទាំងម៉ាក់គឺនៅទីនេះដើម្បីជួយទៅដល់កូនដើម្បីស្ដាប់កូនដើម្បីយល់ពីកូនដើម្បីគ្រប់គ្រងកូនដើម្បីលើកទឹកចិត្តកូនហើយបើឧទាហរណ៍ថាពួកគាត់មានបញ្ហានៅក្នុងការយឺតយ៉ាវនៅក្នុងការនិយាយគាត់និយាយអត់បានឬមួយក៏យ៉ាងណាអញ្ចឹងគឺយើងជំរុញឲ្យពួកគាត់នឹងព្យាយាមបង្ហាញមកយើងដោយប្រើនៅភាសាកាយវិការផ្សេងឬមួយក៏ការទំនាក់ទំនងដោយការចង្អុលទៅលើរូបភាពឬមួយក៏យ៉ាងណាក៏ដោយដើម្បីលើកទឹកចិត្តឲ្យពួកគាត់បង្ហាញនៅអារម្មណ៍របស់ពួកគាត់ការលើកទឹកចិត្តបែបនេះមិនត្រឹមតែធ្វើឲ្យពួកគាត់មានការភ្ញូចការលូតលាស់ផ្នែកសង្គមនិងអារម្មណ៍បានល្អទេក៏ប៉ុន្តែការដែលលើកទឹកចិត្តឲ្យពួកគាត់បង្ហាញនៅអារម្មណ៍ពិតបែបហ្នឹងវាពង្រឹងនិងកសាងនៅទំនុកចិត្តក៏ដូចជាការប្រស្រ័យទាក់ទងរវាងអ្នកនិងពួកគាត់គន្លឹះទី5នោះគឺការធ្វើជាគំរូនៃក្តីស្រឡាញ់និងភាពសប្បុរស
ដោយដែលយើងបានដឹងហើយថាកូនក្មេងណាពួកគាត់ប្រៀបដូចជាกระดาษមួយដែលសស្អាតចឹងគាត់រៀនសូត្រតាមគំរូដែលគាត់ឃើញអញ្ចឹងគំរូដែលគាត់ឃើញញឹកញាប់បំផុតគឺយើងដែលជាឪពុកម្ដាយនឹងហើយអញ្ចឹងណាត្រូវតែព្យាយាមធ្វើមិនបង្ហាញគំរូដែលផ្ដល់នៅក្ដីស្រឡាញ់ផ្ដល់នៅភាពសប្បុរសកុំមានកាយវិការចង្អេងចង្អាងស្រែកលោឡាស្រែកកំហុសកំហែងប្រើអំពើហិង្សាផ្សេងហើយឧទាហរណ៍ដែលជាគំរូនៃភាពសប្បុរសដ៏ល្អមួយទៀតហ្នឹងណាគឺលោកឪពុកដែលគាត់ផ្ដល់ក្ដីស្រឡាញ់ឲ្យអ្នកម្ដាយលោកឪពុកចេះជួយកិច្ចការងារផ្ទះចេះជួយធុរៈផ្សេងនៅក្នុងផ្ទះដែលសម្រួលទៅដល់អ្នកម្ដាយដែលជាភរិយាហ្នឹងនោះក៏ជាគំរូដ៏ល្អមួយដែលបង្ហាញអំពីក្ដីស្រឡាញ់និងភាពសប្បុរសទៅកាន់កូនតូចៗរបស់យើងផងដែរ